ជំងឺរោគជាតិមួយប្រភេទដែលអាចបំផ្លាញដំណាំរបស់អ្នកត្រឹមតែរយៈពេលដ៏ខ្លីវាត្រូវបានគេស្គាល់ថាជាជំងឺរលាកគល់ឬឈ្មោះជាភាសាអង់គ្លេសគេហៅថា Southern Blight ជំងឺនេះបង្កឡើងដោយផ្សិតតូចៗដែលមើលមិនឃើញនឹងភ្នែកទូទេហើយវារស់នៅក្នុងដីស្រាប់គឺទៅវាដូចជាសត្រូវដែលលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅក្រោមដីរងចាំពេលវេលាត្រឹមត្រូវដើម្បីវាយប្រហារទៅលើដំណាំជំងឺរលាកគល់នេះបង្កឡើងដោយផ្សិតតូចៗដែលរស់នៅក្នុងដីហើយផ្សិតមួយប្រភេទនេះមានឈ្មោះជាវិទ្យាសាស្ត្រថា Sclerotium rosea មានឆ្ងល់ឡានថាហេតុអីបានជាជំងឺនេះសាហាវដោយសារវាឆ្លងលឿននិងវាយប្រហារតាមរយៈគល់នៃដំណាំដោយកាត់ផ្តាច់សរសៃដឹកនាំសារធាតុចិញ្ចឹមនិងទឹករបស់រុក្ខជាតិរហូតធ្វើឲ្យដំណាំស្រពោនទន់ហើយងាប់តែម្ដងមិនតែប៉ុណ្ណោះវាអាចរស់នៅក្នុងដីបានរយៈពេលយូរឆ្នាំនិងមិនងាយងាប់នោះឡើយក្នុងការគ្រប់គ្រងនិងទប់ស្កាត់នៅជំងឺរលាកគល់នេះក្រៅពីប្រើប្រាស់ថ្នាំកសិកម្មនិងបច្ចេកទេសកសិកម្មមួយចំនួនអ្នកវិទ្យាសាស្ត្របានរកឃើញនៅផ្សិតម្យ៉ាងទៀតដែលខ្លាំងនិងសាហាវអាចស៊ីផ្សិតដែលបង្កជំងឺរលាកគល់នេះបានផ្សិតមួយប្រភេទនេះជួយការពារដំណាំពីការឆ្លងពីជំងឺរាគល់ចឹងដឹងថាផ្សិតនោះមានលក្ខណៈបែបម៉េចអត់ចឹងចាំតាមដានវីដេអូបន្ទាប់ទាំងអស់គ្នាតែកុំភ្លេចចុច follow និង like page ម្នាក់មួយផង